សួរថាអីវ៉ាន់ដែល original នឹងមានការធានាទេបាទគឺមានការធានាអញ្ចឹងជាមធ្យមគឺមានការធានា12ខែបាទតែបើសិនជាការធានា12ខែហ្នឹងឡានយើងនៅក្នុងការធានាបន្តបាទឧទាហរណ៍ថាយើងបុកបាច់ជាគៀងមួយបាទយើងបុកបាច់ជាគៀងមួយបាទកំហុសអ្នកណាបាទកំហុសយើងអ្នកចាំប្រើប្រាស់មិនមែនកំហុសអ្នកផលិតទេអញ្ចឹងយើងត្រូវតែចេញលុយក្នុងការដូរជាគៀងហ្នឹងហើយយើងដូរតាមរយៈក្រុមហ៊ុនជាផ្លូវការនោះបាទអញ្ចឹងក្រុមហ៊ុនជាផ្លូវការហ្នឹងដូរឲ្យយើងរៀបចំ set up software alignment គ្រប់បែបយ៉ាងអស់ហើយបាទបន្ទាប់មកការធានារបស់យើងក្នុងផានហ្នឹងតែ2-10ខែទេបាទតែក្រុមហ៊ុនមួយចំនួនធំបច្ចុប្បន្ននេះបើសិនជាឡាននឹងនៅ3ឆ្នាំរបស់នឹងតដល់3ឆ្នាំបាទមិន12ខែទេអញ្ចឹងការប្រៀបធៀបតម្លៃបាទន័យថាដូរប្រេងម៉ាស៊ីននៅក្នុងរយៈពេល warranty ក្រុមហ៊ុនយកតម្លៃខ្ពស់មិនសមហេតុមិនសមផលហើយនៅក្រៅដូរអស់តែពាក់កណ្ដាលអ្នកខ្លះអាចលើកខ្ញុំឃើញមានការបញ្យល់ថាទៅដូរនៅក្រៅអស់ពាក់កណ្ដាលអញ្ចឹងបើតាមយោបល់បងយល់ថាតើយើងគួរប្រៀបធៀបទៅតម្លៃមួយយ៉ាងឬក៏យើងយ៉ាងម៉េចពួកការដែលលើកឡើងកន្លងមកនេះឃើញថាដូរប្រេងម៉ាស៊ីននៅខាងក្នុងអស់$200ឬក៏$160 $200ទៅតាមប្រភេទឡានម៉ាស៊ីនទំហំអីចឹងបាទដល់ដូរនៅក្រៅអស់តម្លៃតែ50 ទៅ 60%បើសម្រាប់បងណែនាំអតិថិជនដែលជាអ្នកប្រើប្រាស់រថយន្តឲ្យមើលទៅលើអ្វីមុននឹងធ្វើការប្រៀបធៀបបាទចំណុចនេះសំខាន់មែនទែនព្រោះអីទាំងយើងទាំងគេយើងនឹងពិចារណាហេតុអីបានអ្នកឯងថ្លៃជាងគេខ្ញុំឃើញអ្នកនោះថារបស់ដូចគ្នាខ្ញុំនិយាយថារបស់ដូចគ្នាហើយតម្លៃគេធូរថ្លៃជាងប្រហែលជា 60-70% នៃតម្លៃរបស់យើងឯងហេតុអីបាទអញ្ចឹងវាមាននៅពីក្រោយកិច្ចការនោះមានរឿងច្រើនដូចខ្ញុំនិយាយអញ្ចឹងចុះការ training ពីរោងចក្រហ្នឹង free ទេអត់ free ទេត្រូវបង់លុយដើម្បីរៀនបាទអញ្ចឹងក្រុមការងារទាំងអស់ដែល professional នេះបាទតើកម្រិតនៃប្រាក់បៀវត្សរបស់គាត់ហ្នឹងកម្រិតណាដែរប្រកាសជាខ្ពស់សមរម្យណាមួយនៅក្នុងកម្រិតនៃការចេះដឹងជំនាញរបស់គាត់ដើម្បីបម្រើយើងបាទបើសិនជាគាត់អត់មានជំនាញក្នុងកម្រិតណាមួយត្រឹមត្រូវល្អទេគាត់អត់អាច qualify គាត់អត់អាចមានពេញសិទ្ធដើម្បីបម្រើអតិថិជនក្នុងកម្រិតមួយនេះទេក្នុងម៉ាកមួយនេះទេសូម្បីតែជាងខ្ញុំឧទាហរណ៍មួយជាងក៏មានកម្រិត level 1កម្រិត1កម្រិត2កម្រិត3កម្រិត4បាទអញ្ចឹងដើម្បីជាងបានកម្រិត1ទៅរៀនអីខ្លះទៅប្រឡងជាប់អីខ្លះបងលុយឲ្យអ្នកផលិតរថយន្តប្រមាណដើម្បីរៀនអាហ្នឹងទី2បងលុយប្រមាណធ្វើអីបានខ្លះមានសមត្ថភាពអីខ្លះឃើញទេអញ្ចឹងពេលដែលឡានចូលមកដល់គឺយើងដឹងថាកិច្ចការមួយនេះសម្រាប់អ្នកកម្រិត2ធ្វើកម្រិត1ធ្វើអត់បានទេតែធ្វើខូចឡានគេបាទកម្រិតនេះតែកម្រិត2ធ្វើអត់បានទេកម្រិត3បានធ្វើកើតបើធ្វើទៅអ្នកហ្នឹងដឹងសម្រាប់ចិត្តខុសអូខេបាទឃើញទេអញ្ចឹងធ្វើឲ្យថ្លៃដើមរបស់អតិថិជនកើនឡើងធ្វើឲ្យថ្លៃដើមក្រុមហ៊ុនកើនឡើងបាទអញ្ចឹងបើយើងទាញមកផ្នែកទៀតតើតើនឹងផ្លូវច្បាប់យើងនិយាយពីផលិតផល original genuine part បាទអញ្ចឹងផលិតផលដែល original គឺក្រុមហ៊ុនផ្លូវការយកតែពីរោងចក្រមកទេបាទអត់ទៅទិញនៅទីផ្សារខាងក្រៅទេព្រោះយកចេញពីរោងចក្រគឺគេច្បាស់របស់គេហើយគេមានគណនេយ្យភាពរបស់គេដឹងថាចេញម៉ាកអី model អីពេលណាលេខកូដប្រមាណចំនួនប្រមាណមកក្នុងទីផ្សារមួយហ្នឹងទៅដាក់ឡានមួយណាទៅទៀតបាទដូច្នេះគេមានការគ្រប់គ្រងចាត់ចែងមកគេត្រឹមត្រូវអញ្ចឹងពេលដែលគេយកចូលមកក៏គេមានការបងពុនបាទហើយពេលដែលគេចេញវិក័យប័ត្ររបស់យើងក៏មានការធ្វើកិច្ចការត្រឹមត្រូវទៅតាមក្បួនខ្នាតពន្ធដាររបស់ប្រទេសមួយដែរបាទណាបាទអញ្ចឹងខ្ញុំអានេះគ្រាន់តែយើងមើលយើងប្រៀបធៀបបាទហើយបន្ទាប់ពីគេដូរហើយសួរថាអីវ៉ាន់ដែល original នឹងមានការធានាទេបាទគឺមានការធានាអញ្ចឹងជាមធ្យមគឺមានការធានា12ខែបាទតែបើសិនជាការធានា12ខែហ្នឹងឡានយើងនៅក្នុងការធានាបន្តបាទឧទាហរណ៍ថាយើងបុកបាច់ជាគៀងមួយយើងបុកបាច់ជាគៀងមួយបាទកំហុសអ្នកណាកំហុសយើងអ្នកចាំប្រើប្រាស់មិនមែនកំហុសអ្នកផលិតទេអញ្ចឹងយើងត្រូវតែចេញលុយក្នុងការដូរជាគៀងហ្នឹងហើយយើងដូរតាមរយៈក្រុមហ៊ុនជាផ្លូវការនោះបាទ
ចឹងក្រុមហ៊ុនជីវការហ្នឹងដូចឲ្យយើងរៀបចំ set up software alignment គ្រប់បែបយ៉ាងអស់ហើយបាទបន្ទាប់មកការធានារបស់យើងក្នុងផាតហ្នឹងតែ2 10 ខែទេបាទតែក្រុមហ៊ុនមួយចំនួនធំបច្ចុប្បន្ននេះបើសិនជាឡើងនៅ3ឆ្នាំរបស់ហ្នឹងតដល់3ឆ្នាំបាទមិន12ខែទេតើយើងអាចយកបានផលប្រយោជន៍ហ្នឹងពីទីផ្សារខាងក្រៅអត់ពិចារណាហ្នឹងបាទពិចារណាហ្នឹងដែរបាទតែយើងអាចមើលមួយជ្រុងទៀតរបស់មួយចំនួនដែលមិនចាំបាច់តាក់ទងបច្ចេកទេសស៊ីជម្រៅហើយមិនប៉ះពាល់ទៅដល់ការធានាអាហ្នឹងយើងអាចធ្វើខាងក្រៅបានអូខេបាទហើយខ្ញុំនឹងតិចទៀតខ្ញុំនឹងលើកឡើងពីចំណុចស្អីខ្លះដែលរោងចក្រគេយកចិត្តទុកដាក់ហើយគេធានាហើយមានលំនៅខ្លះដែលធ្វើឲ្យការធានានឹងបាត់បង់ហើយនឹងមិនធានា